ជំរាបសួរពុកម៉ែបងប្អូនមកទៀតហើយអានចែកជូនពុកម៉ែបងប្អូនស្ដាប់ទៀតកុំនៅជាមួយមនុស្សដែលមិនឲ្យតម្លៃយើងផ្លូវដើរអាចមានផ្លូវតល់តែផ្លូវជីវិតអត់មានផ្លូវតល់ទេដើរផ្លូវមួយទៅមុខមិនរួចសាកបងផ្លូវផ្សេងជីវិតគឺជាជំរើសមិនមែនព្រំលិខិតឡើយមនុស្សដែលមិនសូវមានអ្នកស្រឡាញ់ច្រើនភាគច្រើនគឺជាមនុស្សចិត្តដាច់បំផុតហើយក៏ជាមនុស្សរឹងមាំបំផុតព្រោះគេដឹងថាក្រៅពីខ្លួនគេគ្មានអ្នកណាម្នាក់អាចពឹងផ្អែកបានឡើយទំនាក់ទំនងអ្វីក៏ដោយនៅជាមួយគ្នាបាននៅជាមួយគ្នាមិនបានក៏ដើរចេញទៅមួយជីវិតខ្ញុំនេះមិនដែលបានទៅធ្វើអាក្រក់ដាក់អ្នកណាមុនទេហើយក៏មិនដែលអង្វរអ្នកណាឲ្យស្រឡាញ់ខ្ញុំដែរគេកំពុងរៀបចំឲ្យអ្នកខ្លាយជាទូអាក្រក់ហើយបើអ្នកចេញបកស្រាយទាំងតក់ក្រហល់នោះអ្នកកំពុងដើរចូលក្នុងហ្គេមដែលគេរៀបចំទុកហើយកាដូសម្បូរស្នេហ៍ត្រូវចេះថែខ្លួនប្រាណផង14កុម្ភៈកុំជឿជាក់នឹងការកុលាបមួយតងរហូតភ្លេចមើលថែតម្លៃខ្លួនឯងក្តីស្រឡាញ់ពិតគឺផ្ដល់កិត្តិយសនឹងការមើលថែគ្នាទៅវិញទៅមកពេលវេលាខ្លីណាស់សម្រាប់ឲ្យយើងធ្វើអំពើល្អមែនហើយមាសប្រាក់អាចនឹងសំខាន់នៅពេលនេះតែដល់ពេលចុងក្រោយសុទ្ធតែគ្មានន័យស្គាល់ខ្លួនឯងច្បាស់ទើបមិនវង្វេងមិនបាច់ព្យាយាមធ្វើមនុស្សល្អឥតខ្ចោះទេត្រឹមធ្វើជាមនុស្សដែលល្អចេញពីចិត្តទៅបានហើយចាប់ពីថ្ងៃនេះទៅខ្ញុំបំភ្លេចគ្រប់យ៉ាងទីណាមានក្តីសុខខ្ញុំនឹងនៅទីនោះទោះនៅម្នាក់ឯងក៏ដោយកុំល្អជាមួយគេអស់ពីបេះដូងពេកមនុស្សអាត្មានិយមទោះយើងល្អប៉ុណ្ណាក៏គេមើលមិនឃើញដែរបើមនុស្សល្អពិតទោះយ៉ាងម៉េចក៏គេនៅតែល្អជាមួយយើងតម្លៃយើងមិនមែននៅលើមាត់គេទេអ្នកខ្លាំងពិតប្រកបចាញ់ហើយនៅតែមិនជួលច្របល់ទទួលការប្រមាថហើយក៏នៅតែត្រជាក់ដូចទឹកមនុស្សបែបនេះទៅគូឲ្យខ្លាចគ្មានអ្នកណាល្អជាងអ្នកណាទេសម័យនេះហើយគ្មានអ្នកណាខ្លាចអ្នកណាទេកុំអំនួតពេកកុំគិតថាខ្លួនឯងអស្ចារ្យកុំគិតថាគេមិនដល់ខ្លួនមិនមែនមិនចេះក្បត់តែខ្ញុំជ្រើសរើសយកភាពស្មោះត្រង់ព្រោះខ្ញុំមិនចង់ធ្វើទង្វើថោកទាបទម្រាំតែខ្ញុំសម្រេចចិត្តថាបោះបង់ខ្ញុំតស៊ូអត់ធ្មត់ឆ្អែតឆ្អន់ហើយយើងមិនតបតមិនមែនយើងអន់ទេប៉ុន្តែវាបង្ហាញពីភាពថ្លៃថ្នូររបស់យើងពីព្រោះមិនចង់ជះជាយពេលចំពោះមនុស្សគ្មានតម្លៃនៅចិត្តយើងនិយាយពីគេនៅចិត្តគេនិយាយពីយើងកុំបង្ខំនរណាម្នាក់ឲ្យជ្រើសរើសយកអ្នកសូមទុកឲ្យពួកគេជាអ្នកសម្រេចចិត្តមុននឹងជឿរឿងចេញពីមាត់នរណាម្នាក់ឲ្យមើលសន្តានអ្នកនិយាយសិនអាយុកាន់តែច្រើនត្រូវដើរជាមួយមនុស្សគូដើរកុំគិតច្រើនពេកដឹងនៅប្រយ័ត្នស្គួតកុំតានតឹងពេកបណ្ដោយតាមពេលវេលាស្របតាមព្រំលិខិតទៅមានពេលខ្លះគិតច្រើនពេកក៏មិនប្រកាសថាល្អដែរដល់ពេលវ័យមួយខ្ញុំចាប់ដើមរឹងមាំនៅពេលដែលខ្ញុំហាឆ្លងកាត់រឿងរ៉ាវជាច្រើនខ្ញុំចាប់ដើមចាស់ទុំនៅពេលដែលខ្ញុំមានបន្ទុកស្ទើរតែទុកមិនជាប់ខ្ញុំចាប់ដើមចេះស្រឡាញ់ខ្លួនឯងនៅពេលដែលខ្ញុំដឹងថាអ្វីៗគឺមិនស្ថិតស្ថេរទេនៅកន្លែងខ្លះនៅកាន់តែយូរកាន់តែគ្មានតម្លៃទ្រាំកាន់តែយូរកាន់តែខាតបង់អារម្មណ៍ល្អបើយើងយល់ថានៅទីនោះគ្មានការផ្លាស់ប្ដូរទេអ្នកគូតែផ្លាស់ប្ដូរខ្លួនឯងវិញមិនចូលចិត្តសាំដាក់អ្នកណាទេបើដឹងថាគេមិនពេញចិត្តគឺខ្ញុំមិនយកខ្លួនបៀតទេបើចង់ឲ្យខ្ញុំស្មោះត្រង់ជាមួយអ្នកលុះត្រាតែអ្នកស្មោះត្រង់ជាមួយខ្ញុំមុនព្រោះខ្ញុំមិនងាយទុកចិត្តនរណាម្នាក់ផ្ដេសផ្ដាសទេធ្វើអ្វីក៏ធ្វើទៅកុំបោះបង់ការងារប្រឹងរកលុយសម័យគេចាយលុយមិនមែនចាយទឹកចិត្តទេមានលុយទឹកមាត់ប្រៃអត់លុយទឹកមាត់សាបសម័យនេះហើយគេប្រកួតប្រជែងឬការងារនិងប្រាក់ចំណូលយើងគ្មានអ្វីសោះរៀងពិបាកចូលចំណោមគេបន្តិចហើយកុំតាមរឿងគេច្រើនពេកប្រយ័ត្នអស់អង្គច្រកឆ្នាំងល្បិចបោកអន់ចឹងកុំសង្ឃឹមថាខ្ញុំស្គូតហើយដេកនឹកអ្នកឲ្យសោះបើខ្ញុំចេះស្គូតខ្ញុំស្គូតតាំងពីយូរហើយកុំល្អពេករហូតខ្លាយជាទូនាទីថ្ងៃណាមួយមិនបានបំពេញបំណងគេម្ដងយើងនឹងខ្លាយជាមនុស្សអាក្រក់ភ្លាមគ្មានអ្វីថិតថេរទេគ្រប់យ៉ាងសុទ្ធតែមានទីបញ្ចប់របស់វាកុំល្អជាមួយនរណាអស់ពីបេះដូងពេកពួកគេត្រូវការអ្នកនៅពេលដែលអ្នកមានប្រយោជន៍សម្រាប់គេប៉ុណ្ណោះពេលអ្នកជួបទុក្ខគេនឹងបែរខ្នងដាក់អ្នកពេលដែលខ្ញុំឈប់ខ្វល់អ្នកនឹងបាត់បង់ខ្ញុំជារៀងរហូតឱកាសមិនមានច្រើនដងទេត្រូវតែហ៊ានចាក់ចេញពីកន្លែងដែលយើងឈឺចាប់ហេតុអ្វីត្រូវឲ្យខ្ញុំ
យល់ចិត្តមនុស្សគ្រប់គ្នាទាំងពួកគេមិនដែលឲ្យតម្លៃខ្ញុំភ្លេចអ្វីភ្លេចបានតែបើភ្លេចអ្នកដែលធ្លាប់មើលងាយខ្ញុំភ្លេចមិនបានឡើយហើយក៏មិនភ្លេចអ្នកដែលជួយខ្ញុំដែរស្អប់ឬស្រឡាញ់វាជាសិទ្ធិអ្នកគ្មានអ្នកណាបង្ខំអ្នកឲ្យមកស្រឡាញ់ខ្ញុំឬចូលចិត្តខ្ញុំទេត្រូវចាំថាមនុស្សអាចក្បត់គ្នាបានតែបុណ្យនិងបាបមិនអាចក្បត់គ្នាបានឡើយមួយជីវិតខ្ញុំមិនដែលចេះខ្លាចអ្វីឡើយគេហ៊ានខ្ញុំក៏ហ៊ានក្នុងโลกនេះគ្មានអ្នកណាអជាងអ្នកណាទេកុំមើលងាយគេត្រឹមការនិយាយស្ដីកុំតន់វាយតម្លៃត្រឹមការមើលឃើញក្នុងโลกនេះបើយើងទន់ជ្រេកពេកគេនឹងជន់ឈ្លីបើយើងស្លូតពេកគេនឹងកេងចំណេញត្រូវរៀនធ្វើខ្លួនឲ្យមានបន្លាដូចដើមដំបងយក្សមិនមែនដើម្បីទៅចាក់អ្នកណាទេគឺដើម្បីកុំឲ្យអ្នកដទៃមកប៉ះពាល់ឬធ្វើបាបយើងបានតាមចិត្ត